nghiệp số là cũ បាទជំរាបសួរលោកគ្រូ cha là cũ nhóm tay để khơi là cũ chụp nhiêu là cũ tay để xua nhiêu thà hai ấy bàn dương thử cai sập hoa hai cai sập hoa nữa ta đầm bèo vậy ta là cũ chui phèn đòi bông ô tích mà nè បាទឥឡូវលោកគ្រូនិយាយជារួមហើយលោកគ្រូធ្វើវីដេអូសម្រាប់ភ្ញៀវលោកគ្រូនិងបងប្អូនដែលគាត់ចង់កាយសម្ផស្សក៏ដូចជាថែរក្សាសម្ផស្សតែម្ដងបាទហើយនេះគឺជាវីដេអូទី1របស់លោកគ្រូក្នុងឆ្នាំ2025នេះបាទហេតុអ្វីបានយើងត្រូវកាយសម្ផស្សដើម្បីអ្វីហេតុអ្វីបានយើងកាយសម្ផស្សនោះតាមពិតទៅគឺមិនតម្រូវឲ្យបងប្អូនគ្រប់គ្នាកាយសម្ផស្សនោះទេហើយការកាយសម្ផស្សគឺទៅតាមលទ្ធភាពរបស់យើងណាបងប្អូនបាទយើងកាយសម្ផស្សនេះគឺដោយសារថាបងប្អូនខ្លះគាត់ពីធម្មជាតិរបស់គាត់គឺអត់ស្អាតគ្រប់គ្រាន់ទេអ្នកខ្លះក៏លើសអ្នកខ្លះក៏ខ្វះអញ្ចឹងទៅហើយការលើសការខ្វះនោះវាធ្វើឲ្យយើងអត់ស្អាតអញ្ចឹងគឺតម្រូវឲ្យយើងកាយសម្ផស្សហើយកាយសម្ផស្សនោះគឺស្ថិតនៅក្នុងភាពបាទមួយដែលត្រឹមត្រូវហើយមិនលើសពេកមិនខ្វះពេកកាយបែបធម្មជាតិឃើញទៅស្អាតល្អគុណណាបងប្អូនយើងកាយល្អគុណមានន័យថាបែបធម្មជាតិយើងកាន់តែមើលកាន់តែស្អាតហើយតាមពិតទៅនោះគឺគ្មានអ្វីស្អាតជាងធម្មជាតិទេគ្រាន់ថាយើងបានកាយខ្លះទៅធ្វើឲ្យយើងបានប្រសើរជាងមុនគឺល្អមែនតើគ្រាន់តែបងប្អូនស្ត្រីមួយចំនួនបច្ចុប្បន្នលោកគ្រូមើលឃើញថាពួកគាត់ងប់ងល់មួយចំនួនណាបាទមួយចំនួននេះងប់ងល់មួយការកែសម្ផស្សហ្នឹងហើយគាត់តែងតែធ្វើនេះធ្វើនោះដោយគ្មានភាពមួយបែបធម្មជាតិឬក៏មិនទទួលបានការពិសាច្បាស់លាស់ធ្វើឲ្យគាត់នោះមើលទៅរបៀបថាកាន់តែមើលទៅវាដូចជាភ្លាវចឹងទៅឬក៏វាលើចឹងណាបងប្អូនអញ្ចឹងការកែសម្ផស្សគឺយើងមិនមែនកាយដើម្បីឈ្នះអ្នកដទៃទេគឺគ្រាន់តែកាយឲ្យខ្លួនឯងនឹងបានប្រសើរជាងមុនហើយក៏មិនមែនកាយដើម្បីយកលេខ1ស្អាតប្រចាំខេត្តប្រចាំស្រុកប្រចាំប្រទេសដែរសម្រាប់អ្នកកាយសម្ផស្សគឺគ្រាន់តែចង់ឲ្យខ្លួនឯងបានផ្លាស់ប្ដូរបានប្រសើរជាងមុនហើយដើម្បីអ្វីគឺយើងកាយដើម្បីមានឱកាសច្រើនជាងមុនទទួលបានក្តីស្រឡាញ់ច្រើនជាងមុនឬក៏មានរិស័យបាទមានឱកាសច្រើនជាងមុនបែបម៉េចមានឱកាសច្រើនជាងមុនឧទាហរណ៍ថាបងប្អូនដែលស្អាតក៏ដាក់ CV ទៅធ្វើការកន្លែងផ្សេងណាបាទជំរើសទី1គឺគេមើលរូបសម្បត្តិមើលមុខមាត់ហើយគឺស្អាតបាទគេចាប់អារម្មណ៍ណាបាទប៉ុន្តែបើយើងបានរូបសម្បត្តិស្អាតហើយយើងស្អាតទាំងផ្លូវចិត្តអារម្មណ៍ខាងក្នុងយើងជាមនុស្សល្អទៀតបានទាំងពីរអញ្ចឹងយើងមានឱកាសខ្លាំងជាងអ្នកដទៃមិនចឹងទេបងប្អូនទទួលបានក្តីស្រឡាញ់ច្រើនជាងមុនច្បាស់ណាស់បាទបងប្អូនស្ត្រីមិនថាបរិសុទ្ធហើយតែយើងស្អាតសង្ហាបាទគឺទទួលបានក្តីស្រឡាញ់ពីសង្សារពីមនុស្សជុំវិញខ្លួនពីមិត្តភ័ក្តិពីប្តីពីប្រពន្ធហើយបាទអញ្ចឹងគ្រាន់តែយើងរើសគ្រូពេទ្យកែសម្ផស្សឲ្យបានត្រឹមត្រូវហើយជាគ្រូពេទ្យម្នាក់ដែលគាត់មានវិជ្ជាជីវៈឬក៏គ្រូពេទ្យម្នាក់ដែលគាត់មានទឹកចិត្តល្អគាត់ស្រឡាញ់អាជីពមួយនេះពិតប្រាកដមិនមែនបើកគ្រាន់តែដើម្បីទៅលុយទេគឺបើយើងបានកាយមួយលោកគ្រូអ្នកគ្រូណាដែលគាត់ជាមនុស្សល្អចិត្តផូរផង់ប្រណិប័តសិល5អីទៀតគឺរឹតតែល្អមែនតើបងប្អូនណាបាទអញ្ចឹងយើងនឹងទទួលបានក្តីស្រឡាញ់ច្រើនជាងមុនហើយមានរាសីបាទអ្នកខ្លះលោកគ្រូទទួលបាន feedback ពិតពីភ្ញៀវលោកគ្រូព្រោះលោកគ្រូមានបទពិសោធន៍ផ្នែកនេះយូរឆ្នាំដែរហើយបាទអញ្ចឹងគាត់និយាយថាគាត់មានរិស័យច្រើនជាងមុនគាត់លក់របស់របរដាច់ជាងមុនបើថាគាត់លក់អនឡាញឬក៏បាទគាត់ជាងកាត់ដេរឬក៏គាត់ដាក់លក់ផ្ទះលក់ដីអីគឺដាច់បាទហើយបងប្អូនកុំអាចអត់ទេមួយថារិស័យកាយសម្ផស្សគឺមានរិស័យមែនបាទហុងស៊ុយរិស័យហ្នឹងបាទហើយយើងមិនមែនច្បាស់ថាយើងមិនប្រកាសថាកាយចំហអត់មានរាសីមិនកាយចំហទុកស្លាប់ចំហធំហ្នឹងបាទមានហុងស៊ុយរាសីបងប្អូនតាមលោកគ្រូហុងស៊ុយបាទដែលគាត់ជាបាទដុកទ័រជនជាតិម៉ាឡេស៊ីដែលលោកគ្រូធ្លាប់មានបទពិសោធន៍មួយគាត់គឺបាទគាត់និយាយថាបាទទាំងម៉ាឡេស៊ីទាំងចិនបាទគាត់និយាយថាឲ្យតែយើងស្អាតគឺយើងមានហុងស៊ុយយើងមានរាសីឯងមិនសំដៅទៅលើកន្លែងមួយចំណុចនេះណាបងប្អូនហ្នឹងសម្រាប់ការកែសម្ផស្សបាទជាចុងបញ្ចប់លោកគ្រូមាន clear មួយជូនបងប្អូនដែលជាភ្ញៀវលោកគ្រូហើយនិងបងប្អូនដែលគាត់នៅតាមដានឬក៏គាត់នៅធ្វើការសម្រេចចិត្តមកជួបលោកគ្រូអញ្ចឹងណាបាទ
លោកគ្រូគឺមានស្នាមញញឹមមានក្តីរីករាយក៏មានក្តីសុខនៅពេលដែលភ្ញៀវលោកគ្រូគាត់ទទួលបានស្នាមញញឹមនិងភាពរីករាយក្រោយធ្វើសេវាកម្មហើយគោលបំណងរបស់លោកគ្រូធំគឺលោកគ្រូចង់កែមនុស្សឲ្យស្អាតទាំងពីរទាំងរូបសម្បត្តិខាងក្រៅនិងផ្លូវចិត្តអារម្មណ៍ខាងក្នុងបាទអរគុណច្រើនបងប្អូនជួបគ្នានៅឱកាសក្រោយក្នុងវីដេអូក្រោយៗទៀតបងប្អូនណាអរគុណច្រើនជម្រាបលា